សួរនាងខ្ញុំឈ្មោះសតវិមានមរកតជាសិស្សនៅសាលារៀនគ្រូយើងសាខាភ្នំពេញថ្ងៃនេះសាលារៀនគ្រូយើងបានធ្វើពិធីវិសាខបូជានៅក្នុងពិធីនេះពិតជាពិសេសណាស់នាងខ្ញុំនិងសិស្សទាំងអស់គ្នាបានយល់ដឹងអំពីការថ្វាយបង្គំការសូត្របទលើកទង់សាសនាការស្ដាប់នៅប្រវត្តិរបស់វិសាខបូជានិងការសមាធិដោយការស្ដាប់អំពីពុទ្ធប្រវត្តិវាជាឱកាសដ៏ល្អមួយសម្រាប់នាងខ្ញុំនិងសិស្សទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីពុទ្ធសាសនានិងតម្លៃសីលធម៌នៃការត្រាស់ដឹងរបស់ព្រះពុទ្ធសូមអរគុណ I learned the relationship between the Buddha that the Buddha is closely connected to nature and the three most important events that happened in his life, his birth, his enlightenment, and his passing, all occurred in the forest. This shows the importance of respecting and preserving nature, which is also a fundamental part of the Buddhist philosophy. ជំរាបសួរនាងខ្ញុំឈ្មោះហំពិសីជាគ្រូបង្រៀនថ្នាក់ទី6នៅសាលារៀនគ្រូយើងសាខាភ្នំពេញនៅថ្ងៃនេះសាលាបានរៀបចំបទបង្ហាញមួយស្ដីអំពីការប្រារព្ធពិធីវិសាខបូជានៅក្នុងកម្មវិធីវិសាខបូជាក៏មានការស្ដាប់ធម៌និងការធ្វើសមាធិយើងក៏បានធ្វើបទបង្ហាញអំពីតម្លៃពិតនៅក្នុងពុទ្ធសាសនាក៏ដូចជាជីវិតដែលរស់ប្រកបទៅដោយគុណធម៌សិលធម៌និងសុជីវធម៌ដូច្នេះប្រសិនបើសិស្សានុសិស្សអាចគោរពតាមមាគ៌ាខាងលើនេះបានពួកគេនឹងងាយស្រួលនៅក្នុងដំណើរជីវិតប្រចាំថ្ងៃក៏ដូចជាងាយចុះសម្រុងជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរសូមអរគុណ